គេយកកាំភ្លើងទៅត្រាំក្នុងទឹករួចយកទៅប្រឡាក់ក្នុងសាច់កាំភ្លើងទាំងនោះមិនមែនជប់យ៉ាងធម្មតាទេប៉ុន្តែគឺមិនអាចរុញសម្បកគ្រាប់ចេញបានតែម្ដងនៅក្នុងការប្រកួតរចនាអាវុធនេះមានតែកាំភ្លើងមួយដើមគត់ដែលនៅតែអាចប្រើការបានធម្មតានោះគឺស្ដេចកាំភ្លើងវែងពិភពលោក X47 អ្នកដែលបង្កើត X នេះមានឈ្មោះថា Kalashnikov ការដាំឡើយលោកគឺជាទាហានរថក្រោះប៉ុន្តែនៅក្នុងសមរភូមិមួយរថក្រោះរបស់លោកត្រូវបានគ្រាប់កាំភ្លើងធំបាញ់ត្រូវបណ្ដាលឲ្យដៃរបស់លោករបួសធ្ងន់ក្នុងកំឡុងពេលធ្វើដំណើរទៅកាន់មន្ទីរពេទ្យកាឡាបានសង្កេតឃើញថាកាំភ្លើងរបស់ទាហានមានបញ្ហាខ្លាំងមិនត្រឹមតែបងគ្រាប់មិនការពារទឹកប៉ុណ្ណោះទេប៉ុន្តែរសល់របស់វាក៏ខ្សោយដែរនៅពេលសីតុណ្ហភាពចុះទាបវាងាយនឹងកកជុកយ៉ាងណាស់កាំភ្លើងបែបនេះនៅលើសមរភូមិអាចសម្លាប់មនុស្សបានគ្រប់ពេលហេតុនេះកាឡាក៏មានគំនិតចង់បង្កើតកាំភ្លើងដោយខ្លួនឯងក្រោយពីការព្យាបាលរបួសរបស់លោកបានធូរស្បើយលោកបានទៅកាន់ស្ថានីយ៍មេកានិកដែលធ្លាប់ធ្វើការហើយប្រាប់ប្រធានស្ថានីយ៍ថាខ្លួនចង់បង្កើតកាំភ្លើងដោយសារកាឡាធ្លាប់បង្ហាញសមត្ថភាពផ្នែកមេកានិកដ៏អស្ចារ្យទើបប្រធានស្ថានីយ៍យល់ព្រមនិងរៀបចំបន្ទប់ធ្វើការដាច់ដោយឡែកមួយឲ្យលោកត្រឹមតែរយៈពេល3ថ្ងៃប៉ុណ្ណោះលោកបានគូររូបប្លង់ដំបូងរបស់ X ចេញមកដោយសារដៃឆ្វេងមិនទាន់ជាសះស្បើយលោកត្រូវពឹងកម្មករក្នុងជួរកងទ័ពឲ្យជួយទោះបីជាកម្មករទាំងនោះមើលទៅសាមញ្ញប៉ុន្តែសមត្ថភាពបច្ចេកទេសគឺពិតជាខ្លាំងពូកែដោយមានការសហការគ្នាទីបំផុត X47 ចំនួនទី1ក៏បានកាត់ឡើងបន្ទាប់មកគឺជាការសាកល្បងសមត្ថភាពកម្មករបានលើកកាំភ្លើងបាញ់មួយគ្រាប់កាំភ្លើងបានទម្លុះធំទឹកយ៉ាងងាយរួចក៏បាញ់រែបន្ទាប់ដែលគ្រប់គ្រាប់សុទ្ធតែចំគោលដោយយ៉ាងត្រឹមត្រូវនេះគឺជាដំណើរការសាកល្បងដំបូងរបស់ X47 ក្រោយមកពួកគេបានពិនិត្យពីគ្រាប់កាំភ្លើងឃើញថាកម្លាំងប៉ះទង្គិចមានទល់ឲ្យភាពល្អដែលសបញ្ជាក់ថាស្ថិរភាពនៃកាំភ្លើងគឺល្អខ្លាំងណាស់ដើម្បីឲ្យ X អាចផលិតបានជាទ្រង់ទ្រីធំកាឡាបានទៅជួបមេបញ្ជាការសេនាធិការផ្ទុយទៅវិញទាហានយាមឃើញលោកលាក់កាំភ្លើងក្នុងខ្លួនក៏ចាប់លោកឃុំខ្លួនដោយចោទថាជាឃាតករក្រោយមកមេបញ្ជាការបានឃើញ X ក៏មានការងឿងឆ្ងល់ព្រោះមិនដែលឃើញកាំភ្លើងវែងបែបនេះពីមុនមកលោកក៏បានយកវាទៅសាកល្បងនៅទីលានបាញ់កាំភ្លើងភ្លាមលទ្ធផលបានធ្វើឲ្យលោកញាប់អាវយ៉ាងខ្លាំងព្រោះកាំភ្លើងនេះប្រើប្រាស់ស្រួលនិងមានភាពជាក់លាក់ខ្ពស់ស្ទើរតែអាចឈ្នះកាំភ្លើងវែងដទៃទៀតក្នុងកម្រិតជាមួយគ្នាលោកក៏បានបញ្ជាឲ្យដោះលែងកាឡាភ្លាមប៉ុន្តែដើម្បីអាចផលិតបានលោករើឆ្លងកាត់ការប្រកួតប្រជែងអាវុធអន្តរជាតិប្រចាំឆ្នាំនិងត្រូវតែឈ្នះជើង X ទៅបានដើម្បីទទួលបានសិទ្ធិប្រកួតមេបញ្ជាការបានអញ្ជើញលោកអាតមសេនីម្នាក់មកពិនិត្យលោកអាតមសេនីក៏បានសាកល្បងដោយផ្ទាល់និងមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះស្ថិរភាពរបស់វារួចក៏ចាត់តាំងឲ្យកាឡាតំណាងតំបន់យោធាទៅចូលរួមការប្រកួតប៉ុន្មានថ្ងៃក្រោយមកកាឡាបានទៅដល់វិទ្យាស្ថានស្រាវជ្រាវអាវុធមូស្គូដែលនៅទីនោះលោកត្រូវបានផ្ដល់បន្ទុកធ្វើការផ្ទាល់ខ្លួនប៉ុន្តែគ្មាននរណានឹកស្មានដល់ថា X របស់កាឡាត្រូវបានចម្រុះចេញតាំងពីវគ្គដំបូងដែលធ្វើឲ្យលោកអស់សង្ឃឹមយ៉ាងខ្លាំងក្នុងខណៈដែលលោកសម្រេចចិត្តប្រមូលខោអាវត្រឡប់ទៅផ្ទះវិញលោកត្រូវបានគ្រូបង្ហាត់ម្នាក់ខាត់ទុកគ្រូបង្ហាត់យល់ថាលោកជាបុគ្គលមានទេពកោសល្យទើបជួយសម្របសម្រួលឲ្យលោកមានឱកាសរចនាកាំភ្លើងយន្តធន់ស្រាលវិញកាឡាបានខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរហូតបង្កើតបានសម្រេចក្រោយការសាកល្បងកាំភ្លើងយន្តនេះក៏មានភាពជាក់លាក់ខ្ពស់ដែរដែលធ្វើឲ្យកាឡាមានទំនុកចិត្តឡើងវិញប៉ុន្តែនៅថ្ងៃប្រកាសលទ្ធផលការរចនារបស់លោកនៅតែមិនត្រូវបានជ្រើសរើសទៀតការបរាជ័យពីរដងជាប់គ្នាធ្វើឲ្យលោកអស់សង្ឃឹមជាខ្លាំងចំពេលនោះដែរមានដំណឹងថាអាលឺម៉ង់បានចុះចាញ់សង្គ្រាមលោកលើកទី2បានបញ្ចប់មនុស្សគ្រប់គ្នាអបអរសាទរប៉ុន្តែមានតែកាឡាម្នាក់គត់ដែលវង្វេងស្មារតីព្រោះសង្គ្រាមបញ្ចប់មានន័យថាការស្រាវជ្រាវកាំភ្លើងលែងមានសារៈសំខាន់លោកបានទៅជួបប្រធានវិទ្យាស្ថានដើម្បីសុំត្រឡប់ទៅផ្ទះប៉ុន្តែប្រធានមិនបាននិយាយអ្វីឡើយក្រៅពីហុចឯកសារមួយច្បាប់ឲ្យលោកដែលក្នុងនោះបញ្ជាក់ថាទោះបីសង្គ្រាមបញ្ចប់ប៉ុន្តែកងទ័ពនៅតែត្រូវការអាវុធទំនើបបំផុតដូចនេះកាឡាក៏ត្រូវបានរក្សាទុកឲ្យនៅបន្តធ្វើការទៀតចាប់ពីពេលនោះមកលោកបានដាក់ចិត្តដាក់កាយស្រាវជ្រាវដោយបូកបញ្ចូលបទពិសោធន៍នៃការបរាជ័យកន្លងមកដើម្បីកែមកអ្វីទីបំផុត2ឆ្នាំក្រោយមកឯកចំនួនថ្មីក៏បានបង្ហាញខ្លួនកាឡាពេញចិត្តនឹងការរចនារបស់ខ្លួនណាស់ប៉ុន្តែសម្លេងកាំភ្លើងបានតាក់ទាញទាហានល្បាតឲ្យមកចាប់លោកព្រោះលោកគ្មានសិទ្ធិសាកល្បងអាវុធដោយខ្លួនឯងទោះជាយ៉ាងណាលោកនៅតែសប្បាយចិត្តព្រោះលោកដឹងថាខ្លួនឯងបានជោគជ័យហើយបន្ទាប់មកកាឡាត្រូវបានបញ្ជូនទៅការិយាល័យលោកអាតមសេនីម្នាក់ដែលជាអ្នករចនាអាវុធដ៏ល្បីល្បាញផងដែរលោកអាតមសេនីចង់ដឹងណាស់ថាតើកាំភ្លើងប្រភេទណាដែលធ្វើឲ្យកាឡាសុខចិត្តបំពេញវិន័យដើម្បីសាកល្បងវាកាឡាមិនបានបកស្រាយច្រើនទេប៉ុន្តែលោកបានដោះបំណែក X ឲ្យមើលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះលោកអាចដោះគ្រឿងបន្លាស់ទាំងអស់ចេញលោកអាតមសេនីឃើញថារចនាសម្ព័ន្ធកាំភ្លើងនេះសាមញ្ញបំផុតគ្មានគ្រឿងបន្លាស់ណាមួយដែលលើសឡើយសូម្បីតែអ្នកដែលទើបតែឃើញម្ដងក៏អាចដំឡើងវាវិញបានយ៉ាងលឿននិងរឹងមាំបំផុតលោកក៏យល់ព្រមឲ្យកាឡាចូលរួមការប្រកួតធំនៅថ្ងៃប្រកួតដើម្បីសាកល្បងស្ថានភាពជាក់ស្ដែងកាំភ្លើងទាំងអស់ត្រូវត្រាំទឹករួចប្រឡាក់សាច់ក្នុងស្ថានភាពនេះកាំភ្លើងជាច្រើនបានជួបបញ្ហាជាប់គាំងប៉ុន្តែនៅពេល X របស់កាឡាបង្ហាញខ្លួនវាអាចបាញ់បានយ៉ាងរលូនមានភាពជាក់លាក់និងស្ថិរភាពខ្ពស់បំផុតជាលទ្ធផលកាឡាបានឈ្នះជើង X ចាប់ពីពេលនោះមក X47 ត្រូវបានផលិតជាទ្រង់ទ្រីធំនិងក្លាយជាអាវុធស្តង់ដាររបស់កងទ័ពសូវៀតនៅឆ្នាំ1949កាឡាត្រូវបានអញ្ជើញឲ្យចូលរួមក្នុងពិធីភ្ជួរយាត្រានៅពេលឃើញទាហានគ្រប់រូបកាន់កាំភ្លើងដែលលោកបានរចនាលោកមានមោទនភាពយ៉ាងខ្លាំងទោះបីជា X47 មិនបានចូលរួមក្នុងសង្គ្រាមលោកលើកទី2ក៏ដោយប៉ុន្តែមកដល់បច្ចុប្បន្នមានប្រទេសជិតពាក់កណ្ដាលនៅលើពិភពលោកបានប្រើប្រាស់ X គឺជាស្ដេចកាំភ្លើងវែងពិតប្រាកដប៉ុន្តែក៏ជាអាវុធដែលសម្លាប់មនុស្សច្រើនជាងគេបំផុតលើលោកផងដែរទោះជាយ៉ាងណាអាវុធខ្លួនឯងមិនមានខុសឬត្រូវនោះទេអ្វីដែលខុសគឺអ្នកដែលយកវាទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ